Và lời dươngចូលមកដល់ទំព័រទី35គឺ Unit 4 បាទជំពូកទី4 Talking about people និយាយអំពីមនុស្សហើយនៅត្រង់នេះគឺ which adjective describe your personality តើគុណនាមមួយណាខ្លះដែលពិពណ៌នាអំពីបុគ្គលភាពរបស់អ្នក How about other members of your family ចុះតើសមាជិកដទៃទៀតនៅក្នុងគ្រួសារនេះយ៉ាងដូចម្តេចដែរឧទាហរណ៍ Are you shy តើអ្នកជាមនុស្សអៀនប្រៀនឬទេ or are you outgoing ឬក៏អ្នកជាមនុស្សរួសរាយរាក់ទាក់បើត្រង់នេះគាត់ឆ្លើយថា me ចំពោះខ្ញុំI am shy ខ្ញុំជាមនុស្សអៀនប្រៀន but my brother and sister are pretty outgoing ប៉ុន្តែបងប្អូនប្រុសរបស់ខ្ញុំនិងបងប្អូនស្រីរបស់ខ្ញុំគឺជាមនុស្សរួសរាយរាក់ទាក់មកនៅ unit ទី4នេះចំពុកទី4យើងមាន 4 lesson 4មេរៀនគឺមេរៀនទី1 respond to good or bad news ការឆ្លើយតបចំពោះព័ត៌មានល្អនិងព័ត៌មានអាក្រក់ lesson 2មេរៀនទី2គឺ describe and compare people ពណ៌នាហើយនឹងប្រៀបធៀបមនុស្ស lesson 3មេរៀនទី3គឺ describe similarity and differences ពិពណ៌នាអំពីភាពដូចគ្នានិងភាពខុសគ្នា lesson 4 discuss trends in family household ពិភាក្សាអំពីការប្រែប្រួលនៅក្នុងក្រុមគ្រួសារបាទនេះគឺជាទំព័រទី37បាទអធិស្ឋាន